ជំរាបសួរបងប្អូនទាំងអស់គ្នាចាថ្ងៃចុងសប្តាហ៍នឹកមិនដឹងថាត្រូវធ្វើម្ហូបអីបងប្អូនអាចធ្វើមកនេះញ៉ាំដឹងតែឆ្ងាញ់ញ៉ាំជក់មាត់ហ្មងបងប្អូនតំណងមែនតែនចាហើយគ្រឿងផ្សំនោះក៏ងាយស្រួលរកដែរចាហើយបងប្អូនចង់ដឹងសូមបងប្អូនទស្សនាវីដេអូនេះទាំងអស់គ្នាចានេះគឺជាសាច់ទាដែលនាងខ្ញុំកាប់រួចជាស្រេចសាច់ទានេះយើងយកមករំលីងនៅលើខ្ទះអញ្ចឹងបងប្អូនមិនបាច់ប្រើខ្លាញ់ទេពេលណាយើងលីងយូរទៅវាចេញខ្លាញ់ពីសាច់ទាហ្នឹងដើម្បីវាកាត់ជាតិស្អាតអញ្ចឹងណាបងប្អូនហើយបងប្អូនមិនដួសយកខ្លាញ់ទេយើងដួសតែយកតែសាច់ទុកទៅចាឥឡូវយើងចាប់ផ្ដើមមកធ្វើស៊ុបទាំងអស់គ្នាខ្ញុំដាក់ប៊ឺចូលខ្ទឹមសខ្ទឹមក្រហមនេះខ្ញុំប្រើ1មើមធំបងប្អូនចារំលីងគ្រឿងនេះឲ្យឈ្ងុយហើយខ្ញុំដាក់ទេសផ្លោកកញ្ច្រាំរំដេងស្លឹកគ្រៃស្លឹកក្រូចចាកូរគ្រឿងទាំងអស់នេះចូលគ្នាឲ្យសព្វឲ្យឡើងក្លិនឈ្ងុយសិនទៅណាបងប្អូនតបមកនឹងខ្ញុំបន្ថែមសាតេមួយកញ្ចប់ចូលចាហើយចំណែកកាពិវិញខ្ញុំប្រើមួយស្លាបព្រាបាយកូរគ្រឿងទាំងអស់នេះឲ្យឈ្ងុយហើយដាក់សាច់ទារបស់យើងចូលបន្ថែមទឹកដោះគោខាប់ហើយនេះខ្ញុំក៏បន្ថែមទឹកចូលដើម្បីកុំឲ្យខ្លោចណាបងប្អូនចាចំណែកទឹកទៅហូរកែវនេះខ្ញុំប្រើកន្លះកែវចាហើយដុំស៊ុបខ្នុរខ្ញុំប្រើ2ដុំទឹកពេញប៉ោះខ្ញុំប្រើ3ស្លាបព្រាបាយទឹកត្រីប្រើ2ស្លាបព្រាទឹកប្រេងខ្យងខ្ញុំប្រើ1ស្លាបព្រាអំបិលប្រើកន្លះស្លាបព្រាស្ករត្នោតនាងខ្ញុំប្រើ1ចុងស្លាបព្រាចាហើយនាងខ្ញុំក៏បន្ថែមទឹកទៀតដើម្បីលម្ងាស់សាច់ទារបស់យើងប្រហែលជា15ទៅ20នាទីដើម្បីឲ្យសាច់ទាយើងឆ្អិនណាបងប្អូនឃើញថាសាច់ទាយើងផុយហើយនាងខ្ញុំក៏ចាប់ផ្ដើមបន្ថែមទឹកដើម្បីលម្ងាស់យកតែម្ដងចាក្នុងការលម្ងាស់នេះនាងខ្ញុំប្រើរយៈពេលប្រហែលជា20នាទីបងប្អូនចាឥឡូវនេះឃើញថាសាច់ទាយើងក្លិនឈ្ងុយមែនតើបងប្អូនអើយគ្រាន់តែបើកការ៉ូមកហើយសាច់ទាយើងក៏ផុយផងដែរចាឥឡូវនេះស៊ុបទារបស់យើងបានឆ្អិនរួចហើយនាងខ្ញុំក៏ចាប់ផ្ដើមបំពងពពុះស្ដែកបងប្អូនចាដើម្បីញ៉ាំជាមួយស៊ុបទារបស់យើងបន្ទាប់ពីបំពងពពុះស្ដែករួចហើយនាងខ្ញុំក៏ចាប់ផ្ដើមបំពងត្រាវញ៉ាំជាមួយស៊ុបទាបងប្អូនត្រូវគ្នាមែនតែនចាហើយយើងអែតបន្ថែមជាមួយសាច់គោឬក៏ hot dog ជាមួយផាត់សាច់គោទៀតបងប្អូនធ្វើឲ្យស៊ុបទាយើងកាន់តែមានឱជារសឆ្ងាញ់មែនតែនហើយជាពិសេសបងប្អូនកុំចោលញ៉ាំជាមួយបន្លែមានតកួនមានតាំងអោមានបកគោអញ្ចឹងណាបងប្អូនហើយនំបញ្ចុកកំចោលបងប្អូននៅឆ្ងាញ់មែនតែនចាត្រូវគ្នាជាមួយស៊ុបទារបស់យើងចាឥឡូវនេះឆ្អិនហើយបងប្អូននេះខ្ញុំរៀបចំមកឈុតហ្មងដួសជួនបង្ហាញបងប្អូនទស្សនាមើលបងប្អូនមកឈុតនេះតំណងគួរចង់ញ៉ាំអត់ចាហើយបងប្អូនកុំភ្លេចធ្វើញ៉ាំទាំងអស់គ្នាបងប្អូនហើយយើងបន្ថែមសាច់គោបន្ថែម hot dog មានប្រហិតសាច់គោអញ្ចឹងបងប្អូនធ្វើឲ្យស៊ុបរបស់ទារបស់យើងមានឱជារសកាន់តែឆ្ងាញ់ទ្វេដងតែម្ដងចាឥឡូវឆ្អិនហើយតោះបងប្អូនមកអញ្ជើញពិសាទាំងអស់គ្នាជាមួយខ្ញុំបងប្អូនធ្វើស៊ុបនេះក៏កុំធ្វើឲ្យប្រៃចាព្រោះអីយើងត្រូវជ្រលក់ជាមួយទឹកតៅហ៊ូចាហើយមើលតំណងអត់បងប្អូនអើយឆ្ងាញ់មែនតែនញ៉ាំទៅឡើងខ្ទិះហ្មងព្រោះយើងអីយើងប្រើទឹកដោះគោច្រើនណាបងប្អូនចាអរគុណច្រើនបងប្អូនដែលបានចំណាយពេលទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បាយបាយ